បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍កាន់អាកាសដ្ឋានជំនឿបាទភ្នំពេញបាទបងប្អូនអរគ្នាបាទនេះគឺជាកូនកោកបាទដែលរៀបនឹងធ្វើការដាច់កតុយបាទគឺមកតាំងនឹងពេញទៅដោយបាទកូនកោកបាទហ្នឹងហើយអាហ្នឹងគឺដោយសារតែខ្ញុំថតបាទវាមានជើងកាមេរ៉ាទៅថតទៅរៀងអត់ទៅច្បាស់បាទបកកាមេរ៉ាចេញបាទអានឹងទៅរៀងច្បាស់តិចបាទបងប្អូនគ្នាមកតង់ហ្នឹងគឺពេញទៅដោយកូនកោកណាបាទហ្នឹងហើយធំល្អបាទធំល្អហើយសុខភាពវាល្អបាទស្មើគ្នារ៉ាល់បាទនឹងអាហ្នឹងគឺជាមូលហេតុដែលខ្ញុំតែងទៅប្រាប់បងប្អូនថាការមើលថែនិងការយកចិត្តទុកដាក់គឺសំខាន់ណាស់សម្រាប់កូនកោកបាទមុននឹងខ្លាចទៅជាកង្កាបបាទហើយយើងទៅយើងការចិញ្ចឹមវាមានតាមដំណាក់កាលណាបងប្អូនអរគ្នាបាទដំណាក់កាលទី1នៃការមើលថែកូនកាបបាទដំណាក់កាលទី2នៃការមើលថែបាទកូនកោកបាទហ្នឹងហើយពីច្រើនបងប្អូនអរគ្នារៀនអំពីការមើលថែកូនកាបសិនបាទហ្នឹងហើយអានេះពីការមើលថែកូនកាបសិនបាទមានមូលហេតុច្រើនដែលខ្ញុំចង់ឲ្យបងប្អូនអរគ្នាមកចិញ្ចឹមពីកូនកាបអាតូចសិនបាទដោយសារអីសារថាបងប្អូនអរគ្នាអត់ទាន់ចេះទេបាទនៅច្រើនណាស់នៅខ្វះខាតច្រើនណាស់បាទអញ្ចឹងបានថាសន្សំកុំបំបោលវាល្អជាងបំបោលទៅគេហៅថាមួយទៀតពាក្យចាស់លោកពោលថាអីគេបងប្អូនអរគ្នាពាក្យចាស់លោកពោលថាប្រហោងក្នុងណាបងប្អូនអរគ្នាបាទហ្នឹងហើយគេហៅថាចេះលឿនប្រហោងក្នុងបាទហ្នឹងចឹងមានន័យថាចេះដែរប៉ុន្តែចេះព្រាវចេះស្ទើអត់ទៅដូចហើយយើងចេះយើងរៀនទៅតាមដាំដោយគឺវាល្អសម្រាប់យើងច្រើនណាស់បាទจึงមកតង់នឹងទៅដល់បាទពេញបាទទៅដោយកូនកោកបាទតែកូនកោកល្អពេកបាទយប់ឡើងខ្ញុំមកថតឲ្យមើលតិចបាទសារថាឃើញវាល្អពេកណាហើយខាងនេះក៏ដូចគ្នាបាទខ្ញុំមកមើលថតខាងនេះឲ្យមើលតិចបាទវាមានច្រើនតង់បងប្អូនអរគ្នាបាទនេះrất làល្អទៀតបាទតើដាច់កតុយណាប៉ិនមេដៃបាទអត់ទាន់ដោះជើងមុខទេបាទដោះតែជើងក្រោយសិនបាទហើយវាគេឡើងគោករស់ហើយបងគេចាប់ផ្ដើមដោះជើងមុខបាទហ្នឹងហើយខាងនេះបាទខាងនេះវាតិចតួចទេបាទហ្នឹងហើយវាមកល្មមណាបាទវាមិនច្រើនពេកហើយវាមិនតិចពេកបាទនៅខាងនោះទៀតបាទហ្នឹងគឺជាកូនកោកកូនកាបណាបាទអញ្ចឹងវីដេអូនឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទបងប្អូនអរគ្នាអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ